អូថ្ងៃនេះខ្ញុំសូមអនុញ្ញាតពីបងស្រីចែកលេខពីអាការៈរបស់គាត់តើគាត់ជួបអីទៀតបានគាត់ជាសះស្បើយម្ដងហើយគាត់ឈឺម្ដងទៀតចឹងណាចឹងតាមតាមខ្ញុំទាំងអស់គ្នាអានោះមកពីអីអូនតបងគឺថាវិធីផ្សៃបងបងឈឺដល់ជើងឈឺខ្លាំងណាឈឺដល់កែជើងខាងក្រោយបងបងចកែអត់ចកែគូគូដូចខ្លាំងខ្លាំងពូនជើងហើយដល់អាកែជើងខាងក្រោយយើងមកនេះថាឈឺទាំងអស់ហើយអាចកែមកលេងរឹងតែកែអត់សូវឈឺលេងមុនទេតែវាឈឺដល់ជើងមកតែវាអត់សូវឈឺលេងមុនចឹងណាអានោះដល់ពេលយើងទៅជាបាត់លេអត់ណាដូចជាមានកញ្ចប់ពេញក្នុងរហូតចាទៅហើយយើងមកថាថ្ងៃមុននេះថ្ងៃប្រហែលជាកន្លះខែមុនបងបានខ្យល់ដល់ដួលមកទៅបុកទៅអីបានយើងអង្គុយណាអីទៀមអង្គុយបោកអាបុកមកធៀងខ្លួននោះដួលមកធៀងខ្លួនបុកទៅអីនោះមកទៅផឹងទៅយើងពេលខ្យល់មកដួលអាទៅដល់ដួលបាត់មកឆឹងហ្នឹងពេលអង្គរវិញឈឺដល់កន្លែងទីអង្គជំនាញខាងឆ្វេងឈឺចុកឈឺដាក់គូតនឹងឈឺអាចឯងនៅនេះមកឈឺអាឡោះឈឺទៅអស់ហ្នឹងហើយបងចង់បកស្រាយថាយើងធ្លាប់ធូរស្បើយឬក៏យើងធ្លាប់ជាងពីរយៈមុនហើយដល់ពេលយើងចែកដោះមានការដួលឬក៏ឡើងគីឡូឬក៏យើងធ្វើការងារអត់បានប្រុងប្រយ័ត្នអីគឺងាយឈឺមកវិញហ្នឹងអញ្ចឹងបើសិនជាបងប្អូនដែលអ្នកដែលគាត់មានអាការៈបែបហ្នឹងសូមរួបរាល់មកគីមសាររបស់យើងដើម្បីរកដំណោះស្រាយខាងទីថ្មីចាអរគុណសម្រាប់ការតាមដានកុំភ្លេច share មួយផងអរគុណ